ពុទ្ធភាសិតមួយកន្លែងបានពោលថាណាថេអតសមੰពេមੰសេចក្តីស្រឡាញ់អ្វីស្មើនឹងខ្លួនមិនមានឡើយខ្លួនគឺសំដៅយកអត្តភាពដែលជាប់តាក់ទងអាស្រ័យគ្នាទៅវិញទៅមកគ្រប់មនុស្សជាតិទាំងអស់មិនអាចបដិសេធថាខ្លួនមិនជាទីស្រឡាញ់ក្រៃលែងជាងរបស់អ្វីទាំងអស់នោះទេគង់នឹងទទួលតាមសេចក្តីពិតថាស្រឡាញ់ខ្លួនលើសជាងជនដតីនិងរបស់ដតីដើម្បីនឹងបានដឹងច្បាស់នៅរឿងនេះក៏បីឃើញការប្រព្រឹត្តរបស់ជនទាំងឡាយដែលកំពុងតែរស់នៅនិងកំពុងគិតធ្វើអ្វីមួយក៏រមែងតែងតែប្ររពយកខ្លួនជាធំតាមសេចក្តីប្រាថ្នារបស់ខ្លួនឬតាមយោបល់ដែលខ្លួនឃើញថាល្អថាត្រូវដូចគ្នាទាំងអស់គឺថាធ្វើការអ្វីមួយក៏គិតដល់ថ្លៃឈ្នួលពេលរក្សារោគគ្រប់យ៉ាងក៏ដើម្បីឲ្យជាថ្លៃរង្វាន់អ្នកទទួលធ្វើកិច្ចការងារមួយចំនួនភាគច្រើនទួនាទីដើម្បីបាននៅយសស័ក្តិគេឈ្មោះអាចារ្យអ្នកព្រិនប្រដៅនៅវិជ្ជាផ្សេងក៏ដើម្បីបានផល្លានិសង្ឃគឺទ្រព្យដែលខ្លួនត្រូវអាស្រ័យប្រើប្រាស់អ្នកបរិច្ចាគទ្រព្យឲ្យជាទានឬដើម្បីផលក្នុងកាលខាងមុខពោលដោយសរុបថាការប្រព្រឹត្តរបស់ជនទាំងឡាយដោយដែលបានរៀបរាប់ពរនាមកនេះសុទ្ធសឹងតែជាគ្រឿងចង្អុលឲ្យឃើញថាគេធ្វើដោយអំណាចនៃសេចក្តីស្រឡាញ់ខ្លួនទាំងអស់ការស្រឡាញ់ខ្លួនអាត្មាដ៏លើសលប់គ្មាននរណាស្រឡាញ់យើងជាងយើងម្នាក់សុទ្ធតែប្រឹងដើម្បីតែខ្លួនតែម្យ៉ាងប៉ុណ្ណោះ